มแต่1717 ឆ្នាំអីនឹងទេពធីតាចាំបានជាក្មេងក៏ទៅបងប្អូនណាយព្រឹកមិញនៅកូននេះឥឡូវឡើងមកដល់ទេវតាវិញនេះព្រឹកមិញកូនចាឥឡូវឡើងឥឡូវហៅណែម្ចាស់បងសាវិនអូអញ្ចឹងអីអូជំរាបសួរម្ចាស់បងល្អហើយនឹងទេពធីតាចាយើងហៅគេបងអញឹកបន្តិចទៅព្រោះគេមេអាហ្វេចាបាទហ្នឹងហើយតាអ្នកណាមេហ្នឹងហើយអ្នកណាមេហ្នឹងហើយជំរាបសួរបងអូអរគុណនឹងទេពធីតាចាខ្ញុំសុភាពរៀបសារតាំងពីប្រសិទ្ធមកអ្នកណាក៏ស្គាល់ដែរបងអើយខាត់សួរស្ដីទៅណាមកណាជំរាបសួរដាក់ចាស់ទុំគេហៅថាងើយស្កកអោដាក់ក្របែរនឹងខាត់សួរស្ដីហ្នឹងចាខាត់សួរស្ដីហ្នឹងអូយសុំស្គាល់សុំស្រឡាញ់ផងអូយខាត់សួរស្ដីអត់ដែរបានស្គាល់ខាត់សួរស្ដីសោះចឹងបាទតំស្គាល់ថ្ងៃហ្នឹងហ្មងបាទតំតែស្គាល់ថ្ងៃកាត់សក់ហ្នឹងអូជំរាបសួរបាទធ្វើឈួតណាលោកអើយដើរជាមួយគ្នារាប់ឆ្នាំអត់ស្គាល់គេម៉ែថាឲ្យខ្ញុំគេម៉ែថាឲ្យខ្ញុំធ្វើកាត់សក់ហ្នឹងធ្វើអត់ស្គាល់ទេណាយើងនៅក្នុងឆាកណាបងឯងដើរតួជាប្រឡងតង់បាទខ្ញុំនេះស្រីទេពអប្សរបាទជាបំរើអ្នកសកៈទេវរាជបានចាប់ប្រើមកឥឡូវចេះទៅម្ចាស់បងលេងសើចទៅម្ចាស់បងហៅខ្ញុំមកមានកិច្ចការយ៉ាងណាដែរបងនាងទេពធីតាអត់ដឹងទេយប់មិញអត់ដឹងទេយប់មិញប្រអិន Telegram មកយប់មិញប្រអិនឥឡូវចេះលេង Telegram ទៀតសម័យសន្តិភាពសម័យជឿនលឿនប្រអិនក៏ចេះលេងដែរចឹងបាទ Telegram មកថាម៉េចខ្លះបងថាទេវតាសាវិនឯងត្រូវតែចោះទៅឋានកណ្ដាលអូជាមួយនឹងនាងទេពធីតាខាត់សួរស្ដីអូអញ្ចេះទៅចឹងបាទចោះធ្វើដំណើរចោះទៅឋានកណ្ដាលបាទបិទអីកូនប្រុសកូនស្រីលោកមេបានហ្នឹងហើយរៀបមង្គលការហើយលោកមេបានលោកមហាសទ្ធិនៅម្ដុំស្រែអំបិលហ្នឹងអីហ្នឹងហើយអូអញ្ចេះទៅចឹងបើកទឹកបច្ចៈខាសម្លឹងទៅកូនប្រុសគ្រប់លក្ខកូនស្រីគ្រប់លក្ខត្មងទៅណាចាបងបើអញ្ចឹងសូមលំនឹកនឹកគុណដល់សកៈទេវរាជដែលជាស្ដេចទេវតាលើកដៃបួងសួងកាណាសូមឲ្យឃើញកូនស្រីគ្រប់លក្ខកូនប្រុសគ្រប់លក្ខដូចសេចក្តីប្រាថ្នាចាស់បងឃើញយ៉ាងណានាងទេពធីតាអីក៏ស្អាតម្ល៉េះបងពន្លឺពេជ្រចាំងចែងនាងទេពធីតាអ្នកណាគេមកគូកដាលហ្នឹងបងគូពីអតីតជាតិអូកូនប្រុសគ្រប់លក្ខកូនស្រីគ្រប់លក្ខណាបងណាចង់បានជាស្រស់សុភាណាបងអើយកន្លែងទៅមើលកូនកំមុំខ្ញុំបាទសម្អាងហ្នឹងក៏ស្អាតទៅទៀតសម្អាងការណាដែរបងគឹមលេងហ្គោលសម្អាងការគឹមលេងហ្គោលសម្អាងការចង់បានជាស្អាតណាលោកអូយដាក់មកកត់ថែមការ៉េមថែមម្សៅចឹងមកកាន់តែស្អាតភ្លឺចែងចាំងរួចបើឃើញល្អអញ្ចឹងហើយមិនទៅសើមិនបានទេណានាងទេពធីតាសើមកបត់ណាបាទស្រីទូដូចគេអរៃសាំងសំណាំថ្លៃបុត្រីលោកវេបានាងស្អាតនាងស្អាតដាំងដូចព្រះនាងម្ចាស់ចុះពីសួគ៌នាងស្អាតនាងស្អាតដាំងដូចព្រះនាងម្ចាស់ចុះពីសួគ៌សាំងសំរុំសាកសមគ្នាជាមួយលោកប្រុសណាអូយស្រស់ស្អាតណាស់ចាបងសាកសមជាមួយលោកប្រុសណាអូនចាគេហៅថាកញ្ញាយូស៊ីនបាទមួយមិនបានស្គាល់ឈ្មោះចាមិនបានស្គាល់ឈ្មោះខ្ញុំមកតាំងពីល្ងាចមិញបងអើយគាត់តែប្រមាលមើលតាន់តិចតិចទៅយើងដឹងបាត់ហើយទេវតា